បច្ចេកវិទ្យាឡានហោះរបស់ចិនកាន់តែរីកចម្រើនខ្លាំងថែមមួយកម្រិតទៀតក្រោយមហាយៈនៅអាស៊ីមួយនេះបានបញ្ចេញឡានហោះចំនួន2 model ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនិងអគ្គិសនី hybrid យោងតាមសារព័ត៌មាន VN Express ឡានហោះប្រើថាមពលអគ្គិសនីមានឈ្មោះថា Madrid ផលិតដោយក្រុមហ៊ុនអាកាសចរចិន Auto Fighter វាមានស្លាប20 ម៉ែត្រទួខ្លួនប្រហែល17 ម៉ែត្រនិងកម្ពស់ជាង3 ម៉ែត្រហើយត្រូវបានក្រុមហ៊ុននេះសន្មតថាជាឡានហោះប្រើថាមពលអគ្គិសនីធំជាងគេបំផុតលើពិភពលោកឡានហោះ Madrid ដែលបង្ហាញខ្លួនជាលើកដំបូងនៅឯកន្លែងសាកបងមួយកន្លែងក្នុងទីក្រុងគុនសានអាចហោះហើរនិងចុះចតបញ្ឈរជាមួយសមត្ថភាពហោះបានចម្ងាយប្រហែល 1,500 គីឡូម៉ែត្រឡានហោះនេះត្រូវបានរចនាជាពិសេសដើម្បីដឹកអ្នកដំណើររហូត10នាក់ឬអាចដឹកជញ្ជូនទំនិញរហូតដល់ 1,500 គីឡូក្រាមបើតាមក្រុមហ៊ុន Auto Fighter ឡានហោះ Madrid ផលិតឡើងជា2 model ដោយ model អគ្គិសនីសុទ្ធអាចហោះហើរបានចម្ងាយអតិបរមា250 គីឡូម៉ែត្រនិង model អគ្គិសនី hybrid អាចហោះហើរបាន 1,500 គីឡូម៉ែត្រយោងតាមប្រភពសារព័ត៌មាន Clear Vision Aircar ឡានហោះ Madrid រំពឹងនឹងមានតម្លៃចន្លោះពី$80,000ដល់$1 លានអាមេរិកក្នុងមួយគ្រឿងខណៈក្រុមហ៊ុន Auto Fighter មិនទាន់ទម្លាយឲ្យដឹងពីពេលវេលាដាក់លក់ឡាននេះនៅលើទីផ្សារឡើយ